សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមកចែករំលែកដល់បងប្អូនអំពីរបៀបបដូរលេខនៅក្នុង Facebook បងប្អូនបាទបើសិនជាបងប្អូនចង់បដូរលេខដាក់លេខថ្មីហើយលុបលេខចាស់ចោលបងប្អូនអាចមកមើលវីដេអូនេះបានខ្ញុំនឹងធ្វើបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទតែបើសិនជាបងប្អូនចេះហើយក៏អមឡងទៅតែបើសិនជាបងប្អូនមិនទាន់ចេះខ្ញុំនឹងធ្វើបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនចូលមកក្នុង Facebook បងប្អូនបាទអញ្ចឹងខ្ញុំចូលមកក្នុង Facebook ខ្ញុំចូលមកក្នុង Facebook ខ្ញុំបងប្អូនបាទបន្ទាប់មកបងប្អូនចុចលើ Facebook ចឹងមកបន្ទាប់មកទៀតមកដល់កន្លែងនេះបងប្អូនចូលមកកន្លែង tray 3នេះមកបងប្អូនបាទបងប្អូនចូលកន្លែង tray 3ហ្នឹងមកបន្ទាប់មកទៀតមកដល់កន្លែងនេះបងប្អូនចូលមក setting នេះមកបងប្អូនបាទកន្លែងគេដាក់នេះកន្លែងកងចាក់នេះកន្លែងគេដាក់ការកំណត់និងភាពឯកជនភាពនេះបងប្អូនបាទបន្ទាប់មកទៀតមកដល់កន្លែងនេះបងប្អូនចុចកន្លែងរូបមនុស្សនេះមកកន្លែងការកំណត់នេះបងប្អូនបាទបងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកទៀតមកដល់កន្លែងនេះបងប្អូនចុចកន្លែងនេះ account center នេះបងប្អូនចុចកន្លែងហ្នឹងមកហើយបងប្អូនអស់ឡើងលើបងប្អូនចូលមកកន្លែងរូបមនុស្សនេះបងប្អូនបាទបងប្អូនចុចកន្លែងរូបមនុស្សហ្នឹងមកព័ត៌មានលម្អិតផ្ទាល់ខ្លួនតទៅទៀតមកដល់កន្លែងនេះបងប្អូនចូលមកកន្លែងព័ត៌មានតំណែងនេះមកកន្លែងលេខទូរស័ព្ទនេះបងប្អូនបាទដើម្បីយើងចូលទៅដាក់លេខទូរស័ព្ទថ្មីហើយលុបលេខចាស់ចោលអញ្ចឹងណាបើសិនជាលេខយើងលែងប្រើហើយយើងដាក់លេខថ្មីចូលទៅហើយដើម្បីទៅលុបអាលេខយើងដែលមិនប្រើហ្នឹងលុបចោលទៅព្រោះបើយើងនៅតែប្រើលេខដែលយើងអត់ប្រើទៀតវានឹងផ្ញើសារទៅលេខហ្នឹងឯងបងប្អូនបាទពេលយើងចង់ចូល Facebook ម្ដងអញ្ចឹងណាតែបើសិនជាបងប្អូនមិនចង់ដាក់លេខទូរស័ព្ទទេបងប្អូនចង់ដាក់ Gmail ក៏បានដែរបងប្អូនបាទអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកបន្តទៀតមកដល់កន្លែងនេះគឺគេឲ្យយើងបញ្ចូលតំណែងថ្មីនេះដូចជា Gmail ឬក៏លេខទូរស័ព្ទអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកបន្ទាប់ទៀតមកដល់កន្លែងនេះគេឲ្យយើងដាក់លេខទូរស័ព្ទឬក៏ Gmail អញ្ចឹងណាបងប្អូនបាទបើសិនជាបងប្អូនចង់ដាក់លេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទខាងលើនេះទៅចុចខាងលើនេះទៅបើសិនជាបងប្អូនចង់ដាក់ Gmail បងប្អូនចុចខាងក្រោមនេះមកដាក់លេខទូរស័ព្ទកន្លែងនេះមកដោយសារ Gmail មកខ្ញុំដាក់ Facebook 2 3អញ្ចឹងទៅវា load ឲ្យអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនដាក់បានបងប្អូនដាក់លេខទូរស័ព្ទវិញទៅក៏បានដែរបងប្អូនបាទចឹងខ្ញុំធ្វើការដាក់លេខទូរស័ព្ទឲ្យបងប្អូនបាទបន្តមកបងប្អូនចុចបន្តកន្លែងនេះមកចឹងវាធ្វើការបញ្ជាក់វាទាមទារលេខកូដចឹងណាបងប្អូនបាទបើសិនជាបងប្អូននេះបងប្អូនចាំយកលេខកូដមកដាក់មកបងប្អូនវាទាមទារលេខកូដចឹងធ្វើការបញ្ចូលលេខកូដបញ្ជាក់ចឹងណាបងប្អូនបាទចឹងយើងចូលទៅយកលេខកូដទៅវាលោតមកហើយបងប្អូនបាទនេះគឺជាលេខកូដនេះបងប្អូនបាទ69 58 57ចឹងបងប្អូនចូលមកយកលេខកូដសារថ្មីដោយសារខ្ញុំអញ្ចឹងណាបងប្អូនអូឡើយលោតបានទេបងប្អូនបាទនេះហើយខ្ញុំចូលទៅមើលសារថ្មីទៅបងប្អូនបាទនេះបងប្អូនបាទឥឡូវវាលោតមកនេះឃើញមិនមានតែមួយខ្សែទេលេខទូរស័ព្ទឥឡូវបាន2ហើយបងប្អូនបាទអញ្ចឹងអានេះជារបៀបដូរនេះអញ្ចឹងណាបងប្អូនបាទដាក់លេខបន្ថែមអញ្ចឹងណាហើយបងប្អូនចង់លុបលេខចេញបងប្អូនគ្រាន់តែចូលមកកន្លែងនេះមកនេះចូលមកកន្លែងនេះមកហើយបងប្អូនចុចលើហ្នឹងមកកន្លែងលេខហ្នឹងមកបងប្អូនចង់លុបលេខមួយណាចេញក៏បានដែរលេខខាងលើក៏បានលេខខាងក្រោមក៏បានដែរបងប្អូនបាទបើសិនជាបងប្អូនចង់លុបចេញអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំធ្វើការលុបលេខចេញឲ្យបងប្អូនមើលបងប្អូនគ្រាន់តែចុចមកចុចខាងលើឥឡូវខ្ញុំលុបខាងលើចេញចុះតោះបងប្អូនចុចលុបនេះមកហើយបងប្អូនចុចលុបកន្លែងនេះទៀតមកអញ្ចឹងវាធ្វើការលុបហើយបងប្អូនបាទហើយបងប្អូនចុចបិទមកជាការស្រេចបងប្អូនបាទឃើញអត់មានតែមួយទេអញ្ចឹងនេះគឺជារបៀបលុបលេខចាស់ដើម្បីយើងដាក់លេខថ្មីចូលឬក៏លុប Gmail ចាស់យើងដាក់ Gmail ថ្មីចូលអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជារបៀបដូរលេខក្នុង Facebook ដើម្បីយើងការពារ Facebook យើងកុំឲ្យមានអ្នកណាគេចង់ hate ចង់យក Facebook យើងទៅលេងអីចឹងណាអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្ណឹងបងប្អូនបាទសូមកុំភ្លេចជួយ share ម្នាក់មួយទៅដើម្បីបានចែករំលែកដល់បងប្អូនយើងថ្មីទៀតឲ្យគាត់បានចេះដែរអញ្ចឹងណាហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណបងប្អូនអរគុណ